សួស្តីបងប្អូននេះគឺជារបៀបការសិចអាប់ Windows តើមកយើងចាត់ app 12មកយើងឲ្យចូលកន្លែង boot នេះនិយាយ flash ចូលកន្លែង boot flash យើងយកទី2មកយើងពេល flash មកកន្លែងទី2យើង enter ចូលកន្លែងនេះបងប្អូនអីទេយើងកាន់តែ connect ទៅយើងយកភាសាអង់គ្លេសហើយតទៀតនៅកន្លែងនេះតើយើង click សិនមកវាបង្ហាញកន្លែងនេះងាយទេការសិច Windows នេះវាកន្លែងនេះវាអត់បង្ហាញទេតើយើងគ្រីសនៅកន្លែងណាកន្លែងនេះមកហើយបន្ទាប់មកទៀតបងប្អូនវាមានកន្លែងវាបង្ហាញយើងយកចិត្តនិចមកកន្លែងនេះយើងកន្លែងបដាគីយើងកុំไว้យើងយកបែរដាននៅខាងក្រោមខាងឆ្វេងនេះតើមកទៀតបងប្អូនវាមានបង្ហាញជា Windows ជាច្រើនប៉ុន្តែខ្ញុំយកជា Windows 11 Pro ហើយយើងយកនេះទៀតមកកន្លែងនេះបងប្អូនយកហើយយក asset នៅខាងនេះយើងរងចាំវាចូល try partition នេះ partition វាអត់បង្ហាញទេកន្លែងនេះយើងត្រូវការ install server វាកន្លែង AVMD យើងចូលកន្លែង flash boot យើងចូល try C យើងចុចទៀតយើងកន្លែងនេះយើងយើងនៅកំណត់ចុងក្រោយទៅយើងចិនមកយើងអូខេយើងអូខេវាបង្ហាញដល់កន្លែងនេះយើងវាឲ្យយើង install សិនកន្លែង VMD ហ្នឹងហើយ install ក្រោយតែយើង install រួចវាជួយវាបង្ហាញ partition Windows partition ណាវាអត់មាន memory វាតិចយើងលុបចោលដល់វា partition អត់វាលុបចោលយើងចាំមើលកន្លែងនេះណាកន្លែងមួយណា try D try C យើងត្រូវឈូ try មកដល់ត្រូវឈូយើងឈូtry D យើងពីអត់មកយើងមើល memory យើងចំណាំមើលអានេះជាម៉ាតេ try D ម៉ាតេហ្នឹងនេះខ្ញុំអត់ឈូទេខ្ញុំឈូតែ try C ក្នុងsystem Windows ហើយយើងចំណាំមកនេះខ្សែ400ជាងអាហ្នឹងជា try C របស់ខ្ញុំហើយយើងចុចហើយយើងកន្លែងនេះយើងចុចទៅយើងនឹកទៅវាដល់កន្លែងនេះហើយបងប្អូនយកកន្លែង install Windows 11យើងកន្លែងនេះមិនទៅអីយើង install ទាំងទៀតទៅយើងចូលកន្លែងនេះយើងចាំវាវា load ទៅ connect auto ដែរបងប្អូនដល់កន្លែងនេះបងប្អូនយកភាសាអង់គ្លេសយកនេះ state មកហើយកន្លែងនេះយកអីខ្ញុំពីបើយកហើយយើង skip មកកន្លែងនេះកន្លែងសួរទេវាទៅនិចរហូតកន្លែងនេះយើងដាក់ដានមកយើងកុំ connect ជាមួយ Wi-Fi យើងដាក់ដានឲ្យខាងឆ្វេងយើងចាត់ទៅវាតាទៀតនេះវាឲ្យយើងវាយឈ្មោះPC វាវាយឈ្មោះអីក៏បានដែរដាក់ឈ្មោះបងប្អូនក៏បានដែរខ្ញុំដាក់ PC ឈ្មោះ computer ខ្ញុំចុច next មកកន្លែងខ្ញុំមកដាក់ password ទេខ្ញុំ next មកកន្លែងនេះខ្ញុំ accept ទាំងអស់ហើយកន្លែង device setting យើង accept ទាំងអស់ខ្ញុំអត់បិទទេយើងបិទបើកទៅមកនេះ accept កន្លែងនេះវាជាកន្លែងចុងក្រោយហើយវាដល់ចូលដល់ Windows ដែលដំណើរការយើងអាចប្រើបានណានេះយើងវាចូលដល់ Windows យើង flash យើងអាចដកបានហ្នឹងហើយយើងអាចដកកន្លែង computer បានវាដាក់អស់ហើយតំណឹងហើយបងប្អូនហ្នឹងការសិន Windows សូមអរគុណ